តែប្រិយមិត្តធ្លាប់គិតទេថាហេតុអ្វីបានជាដូនីយ៉ិនត្រូវបានមនុស្សជាច្រើនចាត់ទុកថាជាតារាក្បាច់គុនលេខ1ម្នាក់នៅក្នុងពិភពភាពយន្តសប្តាហ៍ថ្ងៃនេះមូលហេតុសំខាន់មួយគឺដោយសារតែដូនីយ៉ិនមិនមែនគ្រាន់តែជាតារាសម្ដែងប៉ុណ្ណោះទេប៉ុន្តែលោកគឺជាអ្នកជំនាញក្បាច់គុនពិតប្រាកដផងដែរតាំងពីនៅក្មេងលោកបានទទួលការបណ្ដុះបណ្ដាលយ៉ាងតឹងរ៉ឹងពីម្ដាយរបស់លោកដែលជាគ្រូបង្រៀនក្បាច់គុនដ៏ល្បីម្នាក់ដោយសារតែការហ្វឹកហាត់ជាប្រចាំដូនីយ៉ិនបានស្ទាត់ជំនាញក្បាច់គុនជាច្រើនប្រភេទរួមទាំងវិញឈុនប្រដាល់ចិននិងក្បាច់ប្រយុទ្ធទំនើបផ្សេងទៀតអ្វីដែលធ្វើឲ្យលោកខុសពីតារាក្បាច់គុនជាច្រើននោះគឺសមត្ថភាពក្នុងការរួមបញ្ចូលក្បាច់គុនបុរាណនិងបច្ចេកទេសប្រយុទ្ធសម័យថ្មីចូលគ្នាឈុតប្រយុទ្ធរបស់លោកតែងតែមើលទៅលឿនខ្លាំងនិងមានភាពជាក់ស្ដែងដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាកំពុងមើលការប្រយុទ្ធពិតប្រាកដទោះបីជាបានចូលប្រឡូកនៅក្នុងវិស័យភាពយន្តជាច្រើនឆ្នាំក៏ដោយកិត្តិនាមរបស់ដូនីយ៉ិនបានផ្ទុះខ្លាំងទូទាំងពិភពលោកបន្ទាប់ពីការសម្ដែងជាតួអង្គគ្រូក្បាច់គុន IP Man នៅក្នុងខ្សែភាពយន្ត IP Man ខ្សែភាពយន្តនេះមិនត្រឹមតែទទួលបានជោគជ័យខ្លាំងប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឲ្យមនុស្សរាប់លាននាក់ស្គាល់ដូនីយ៉ិននិងក្បាច់គុនវិញឈុនផងដែរក្រោយពីជោគជ័យរបស់ IP Man លោកបានបន្តបង្ហាញខ្លួននៅក្នុងភាពយន្តអន្តរជាតិខ្នាតធំជាច្រើនដូចជា Rogue One, A Star Wars Story, Return of Xander Cage និង John Wick Chapter 4 ដែលបានបញ្ជាក់ថាលោកគឺជាតារាក្បាច់គុនពិភពលោកម្នាក់ពិតប្រាកដសប្តាហ៍ថ្ងៃនេះដូនីយ៉ិនត្រូវបានអ្នកគាំទ្រជាច្រើនគោរពនិងកោតសរសើរមិនត្រឹមតែដោយសារតែសមត្ថភាពប៉ុណ្ណោះទេប៉ុន្តែដោយសារតែការខិតខំហ្វឹកហាត់អស់រយៈពេលជាច្រើនទសវត្សរ៍និងការបដិញ្ញាចិត្តនៅក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែល្អជានិច្ចតើប្រិយមិត្តចូលចិត្តខ្សែភាពយន្តមួយណារបស់ដូនីយ៉ិនជាងគេសូមចូលខមមិននៅខាងក្រោមវីដេអូនេះដើម្បីឲ្យខ្ញុំបានដឹងអំពីទស្សនៈរបស់ប្រិយមិត្តផងដែរ